សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយកនៅរឿងមួយដែលមានចំណងជើងថាចោលចិត្តជាដើម្បីយកមកសម្រាយជូនបងប្អូនទស្សនាសម្ដាប់ដូចតទៅមានរឿងមួយដំណាលថាកាលនោះមានក្មេងប្រុសម្នាក់នៅជាមួយនឹងឪពុកម្ដាយដោយសារតែក្មេងប្រុសនេះចូលចិត្តលួចគេអ្នកស្រុកក៏ហៅថាអាចោលចិត្តជាលុះក្មេងនោះចម្រើនវ័យធំឡើងឪពុកក៏ស្លាប់ចោលនៅតែម្ដាយចៅនោះមិនគិតធ្វើការអ្វីសោះឲ្យតែដល់វេលាយប់កាលណាចោលចិត្តជាដើរលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមេដាទូមានព្រានប្រដៅដោយម្ដេចក៏មិនព្រមធ្វើតាមឡើយទើបម្ដាយយកកូនទៅរៀននៅឯវត្តចៅនោះក៏មិនខំប្រឹងប្រែងរៀនសូត្រទៀតប្រព្រឹត្តតែអំពើលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកព្រានប្រដៅដោយម្ដេចក៏មិនស្ដាប់ថ្ងៃមួយស្ដេចនៅក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាធិបតីមើលសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្គការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សានៅឡើយបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខេត្តនោះបន្ទាប់មកស្ដេចក៏យាងចូលក្នុងព្រះរាជវាំងវិញគ្រានោះមានមន្ត្រីតូចម្នាក់វិលមកផ្ទះដីកាត់ទុកចង់ធ្វើជាចៅហ្វាយស្រុកនោះលុះដល់វេលាយប់ចូលដំណេកប្តីនិយាយនឹងភរិយាថាកូនអើយឥឡូវនេះស្ដេចមានព្រះរាជបន្ទូលថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងធ្វើឲ្យគេខ្លាចជាចៅហ្វាយស្រុករក្សាខេត្តមួយនោះដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកឡើងជាចៅហ្វាយស្រុកណាស់តែសប្តាហ៍ថ្ងៃនេះយើងក្រីក្រពេកធ្វើមិនដេចនឹងបានប្រាក់ថ្វាយស្ដេចទៅនិយាយហើយក៏នាំគ្នាបន់ទេវតាថាសូមទេវតាជួយឲ្យខ្ញុំបានប្រាក់40កហបណៈដើម្បីថ្វាយស្ដេចផងខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកនៅគ្រានេះពេលនោះចៅចិត្តជាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះបានស្ដាប់ឮដូច្នេះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះខ្លួនវិចនឹងកំណាត់សម្ពុតចិត្តទៅមកលុកដាក់ដៃតាមជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញរូបភ្លឺមន្ត្រីនោះភ្ញាក់ឡើងក្រឡេកមើលបង្វិចសម្ពុតចិត្តទៅក៏ចាប់លើកស្រាលមើលឃើញប្រាក់40កហបណៈអរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺជាប្រាក់ដែលទេវតាប្រគល់ឲ្យយើងប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពន់ពេកលុះដល់ថ្ងៃស្អែករសៀលមន្ត្រីនោះក៏យកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុករក្សានៅខេត្តនោះតទៅឯចៅចិត្តជាកាលបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកក៏ដើរស្វែងរកលួចអ្នកស្រុកនៅក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនបានម្ចាស់ទ្រព្យនាំចៅចិត្តជានោះទៅជូនចៅហ្វាយស្រុកបង្គាប់ឲ្យមេគុកដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកដល់វេលាយប់ស្ងាត់ចៅចិត្តជានិយាយតែម្នាក់ឯងថាអោព្រះអើយហេតុអ្វីឯងមានចិត្តអាណិតគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងខំយកប្រាក់40កហបណៈវិចនឹងកំណត់ជាតីយកទៅឲ្យគេទាំងយប់ឥឡូវគេបានធ្វើជាចៅហ្វាយស្រុកហើយគេមិនមេត្តាដល់ឯងបន្តិចសោះគេបែរជាដាក់ខ្នោះឃុំឃាំងខ្លួនទុកឲ្យនៅវេទនាចៅចិត្តជានិយាយតែពាក្យដដែលជាច្រើនដងឯចៅហ្វាយស្រុកនិងប្រពន្ធលើចៅនិយាយដូច្នោះក៏ពិភាក្សាគ្នាចៅនិយាយនេះដូចរឿងយើងណាស់យើងគួរតែចោះទៅសួរវាមើលចៅហ្វាយស្រុកចោះពីលើផ្ទះសួរចៅចិត្តជាថាយើងឮឯងនិយាយអីយើងដូចជាស្ដាប់បានខ្លះចូលឯងនិយាយម្ដងទៀតមើលចៅចិត្តជាប្រាប់ថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរលួចតែទ្រព្យសម្បត្តិគេរាល់យប់យកមកចិញ្ចឹមជីវិតកាលពីលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើជាចៅហ្វាយស្រុកវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាពួកលោកចង់បានប្រាក់40កហបណៈថ្វាយស្ដេចព្រោះចង់ធ្វើជាចៅហ្វាយស្រុកខ្ញុំឮដូច្នេះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវិចនឹងកំណត់ចិត្តមកដាក់ចិត្តក្បាលដំណេកទុកជូនលោកហើយខ្ញុំក៏ត្រឡប់ទៅវិញក្រោយមកខ្ញុំឮគេនិយាយថាលោកបានធ្វើជាចៅហ្វាយស្រុកក៏មកលួចគេនៅក្នុងខេត្តនេះឲ្យគេចាប់ខ្លួនខ្ញុំគេក៏នាំខ្ញុំមកជូនលោកក៏ដាក់ទោសខ្ញុំមិនប្រណីសោះចៅហ្វាយស្រុកស្ដាប់ហើយក៏ជឿជាក់ហើយនិយាយថាអូសម្លាញ់អើយនេះជារឿងពិតដែលខ្ញុំបានធ្វើជាចៅហ្វាយស្រុកក៏ព្រោះតែឯងជួយខ្ញុំឥឡូវឯងឈប់ពិបាកចិត្តទៅណាព្រឹកនេះខ្ញុំនឹងលែងឯងឲ្យរួចផុតពីទោសហើយឯងនិងខ្ញុំគឺជាសម្លាញ់នឹងគ្នាតទៅចៅហ្វាយស្រុកក៏សួរថាតើឯងឈ្មោះអីបរិះនោះក៏ជម្រាបថាខ្ញុំឈ្មោះចៅចិត្តជាលុះភ្លឺឡើងចៅហ្វាយស្រុកក៏ដោះលែងចៅចិត្តជាហើយនិយាយថាសម្លាញ់ខ្ញុំនឹងចិញ្ចឹមឯងពីថ្ងៃនេះតទៅតែឯងកុំលួចគេទៀតអីចៅចិត្តជាឆ្លើយថារឿងលួចខ្ញុំមិនទាន់ឈប់ទេខ្ញុំគ្រាន់តែលួចប្រាក់បន្តិចបន្តួចទៅចិញ្ចឹមមេដាមេម៉ាយតែប៉ុណ្ណោះចៅហ្វាយស្រុកក៏ឲ្យប្រាក់30កហបណៈផ្ញើឲ្យមេដាតែចៅចិត្តជាប្រកែកមិនព្រមយកសោះចៅហ្វាយស្រុកក៏សួរថាផ្ទះសម្លាញ់ឯងនៅឯណាចៅចិត្តជាក៏ប្រាប់ថាផ្ទះខ្ញុំនៅទីនោះហើយលាចៅហ្វាយស្រុកទៅផ្ទះវិញគ្រានោះមានលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទាស់តែងគ្នាជាយូរខែហើយមន្ត្រីនោះក៏គុំគួនចង់សម្លាប់យកយមរាជណាស់
មន្ត្រីនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តស្រីបម្រើនោះខំផ្គប់គុណចៅហ្វាយមិនឲ្យទាស់ចិត្តឡើយរាល់វេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាយើងចង់ឲ្យនាងជួយយើងរឿងមួយព្រោះយើងស្អប់លោកយមរាជនោះណាស់យើងចង់ឲ្យនាងសម្លាប់វាចោលតែម្ដងរកអ្នកណាឲ្យជួយបានតែសប្តាហ៍យើងឃើញនាងមានប្រាជ្ញាជាងគេហើយមន្ត្រីនោះក៏បង្កប់ស្រីបម្រើថាចូលឯងចេញពីខ្ញុំហើយទៅរកប្រាក់ឲ្យលោកយមរាជហើយនាងក៏នឹងកេងសិនចុះតែឯងត្រូវខំផ្គប់គុណគេឲ្យដូចជាយើងលោកយមរាជនោះទុកចិត្តនឹងនាងឲ្យនាងចូលទៅបម្រើខាងក្នុងពេលវេលាស្ងាត់ពេលលោកយមរាជដេកលក់ចូលនាងដុតរំលាយសំណឲ្យពុះក្តៅរួចយកទៅចាក់ក្នុងមាត់លោកយមរាជនោះទៅគេនឹងស្លាប់គ្មានអ្នកណាដឹងឡើយបើឯងធ្វើបែបនេះបានយើងនឹងចេញប្រាក់លុះនាងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបម្រើនោះស្ដាប់ហើយក៏ទទួលការសពគ្រប់នៅក្នុងវេលាយប់នោះចៅចិត្តជាដើរលួចគេហើយក៏មកអង្គុយក្រោមផ្ទះមន្ត្រីនោះការមន្ត្រីនោះបង្គាប់ឲ្យគេសម្រាប់លោកយមរាជដូចម្ដេចក៏ស្ដាប់បានទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយនៅបម្រើលោកយមរាជក៏ទទួលចេញប្រាក់លុះនាងឲ្យបម្រើខ្លួននាងនោះផ្គប់គុណខំបម្រើលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តឡើយលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលនាងឲ្យចេញចូលនៅក្នុងបម្រើចិត្តដិតធម្មតានៅវេលាយប់ស្ងាត់ស្រីបម្រើនោះក៏ដឹងថាលោកយមរាជសម្រានលក់ហើយនាងក៏ដុតរំសាយសំណឲ្យពុះក្តៅហើយលើកសំណនោះទៅចាក់ចូលនៅក្នុងមាត់លោកយមរាជក៏ស្លាប់បាត់ទៅរួចនាងនោះក៏ត្រឡប់ទៅកន្លែងដេកវិញលុះព្រឹកឡើងលោកជំទាវក៏ភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហោយំធ្វើឲ្យមនុស្សផ្អើលមកមើលលោកជំទាវក៏ក្រាបបង្គំទូលស្ដេចតាមដំណើររឿងព្រះរាជាក៏ទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងថាគេស្លាប់ដោយសារព្រោះហេតុអ្វីនោះទេក៏ទៅក្រាបទូលស្ដេចតាមដំណើររឿងវិញព្រះរាជាក៏ឲ្យគេយកសពយមរាជទៅបញ្ចុះតាមការគួរក្រោយមកដល់រដូវបុណ្យទានសមាមាសនិមឺនមុខមន្ត្រីទាំងអស់ចូលគាល់ព្រះមហាក្សត្រទ្រង់ក៏មានព្រះរាជអង្គការថាបើអ្នកណារកមនុស្សដែលសម្លាប់លោកយមរាជឃើញយើងនឹងឲ្យគេធ្វើជាទីយមរាជរួចមកស្ដេចក៏យាងចូលខាងក្នុងវិញសេនាធិបតីមើលសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅហ្វាយស្រុកដែលជាសម្លាញ់នឹងចៅចិត្តជាចង់ធ្វើជាយមរាជណាស់បានទៅរកចៅចិត្តជាហើយសួរថាសម្លាញ់ឯងមានការអ្វីចៅហ្វាយស្រុកប្រាប់ថាខ្ញុំមកមានការចង់សួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាគាត់ស្លាប់រកអ្វីឥឡូវស្ដេចមានព្រះអង្គការថាបើអ្នកណារកឃើញមនុស្សដែលសម្លាប់លោកយមរាជទ្រង់នឹងឲ្យធ្វើជាទីយមរាជរឿងនេះសម្លាញ់ឯងដឹងឬទេត្បិតខ្ញុំចង់ធ្វើជាទីយមរាជណាស់ចៅចិត្តជាឆ្លើយថារឿងនេះខ្ញុំបានដឹងច្បាស់ព្រោះនៅយប់នោះខ្ញុំដើរលួចគេហើយខ្ញុំមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះបាននិយាយប្រាប់ស្រីបម្រើម្នាក់ចៅចិត្តជាក៏និយាយតាមដំណើររឿងគ្រប់យ៉ាងចៅចិត្តជាបានប្រាប់ថាចូលសម្លាញ់ឯងទៅក្រាបទូលស្ដេចតាមរឿងនេះចុះតែឲ្យគាល់ខ្មោចលោកយមរាជនោះមកវះមើលបើឃើញមានសំណនៅក្នុងពោះមែនសម្លាញ់ឯងនឹងបានធ្វើជាទីយមរាជមិនខានចៅហ្វាយស្រុកស្ដាប់ហើយក៏ត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅហ្វាយស្រុកទៅទូលស្ដេចតាមរឿងពិតគ្រប់យ៉ាងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីបម្រើនោះមកឃុំទុកឲ្យគាស់ខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទ្រង់ឲ្យជំនុំជម្នះរឿងនោះស្រីបម្រើបានសារភាពមែនទើបស្ដេចឲ្យគេប្រហារជីវិតទាំងពីរអ្នកចោលទៅទ្រង់ក៏តាំងចៅហ្វាយស្រុកនោះឲ្យធ្វើជាទីយមរាជឯចៅហ្វាយស្រុកកាលបើបានធ្វើជាទីយមរាជហើយក៏ឲ្យអ្នកបម្រើទៅហៅចៅចិត្តជាសម្លាញ់លុះមកដល់គាត់ក៏ប្រាប់ថាសម្លាញ់អើយឯងមានគុណលើខ្ញុំច្រើនណាស់ឥឡូវនេះខ្ញុំបានធ្វើជាទីយមរាជក៏ដោយសារឯងជួយខ្ញុំពីថ្ងៃនេះតើចូលឯងកុំលួចគេទៀតអីខ្ញុំសុខចិត្តចិញ្ចឹមម្ដាយឯងនិងសម្លាញ់ឯងអស់មួយជីវិតចៅចិត្តជាឆ្លើយថាខ្ញុំសូមលួចគេតែម្ដងទៀតទេនិយាយរួចចៅចិត្តជាក៏ត្រឡប់ទៅផ្ទះវិញវេលាយប់ចៅចិត្តជាចូលទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនរកយកទៅជូនម្ដាយលុះព្រឹកឡើងចៅចិត្តជាមកប្រាប់លោកយមរាជថាសម្លាញ់យប់មិញខ្ញុំលួចគេបានប្រាក់និងសម្ពុតច្រើនណាស់ពីថ្ងៃនេះទៅខ្ញុំលះបង់រកស៊ីលួចគេទៀតហើយសូមសម្លាញ់ជាចិត្តខ្ញុំចុះលោកយមរាជតបថាបើឯងជប់លួចគេមែននោះខ្ញុំអន់ណាស់បើខ្វះខាតអ្វីមករកខ្ញុំចុះឯងកុំទើសទាល់អីខ្ញុំធានាចិញ្ចឹមឯងអស់មួយជីវិតចៅចិត្តជាក៏លាយកយមរាជទៅផ្ទះវិញមើលថែរក្សាមេដាជាទីសុខសប្បាយលោកយមរាជនិងចៅចិត្តជាស្រឡាញ់រាប់អានគ្នាដល់រាបជីវិតដូចគ្នាបានសន្យានឹងគ្នាអរគុណពុកម៉ែបងប្អូនសម្រាប់ការសន្តាប់នៅរឿងចៅចិត្តជាខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងរីករាយសន្តាប់ហើយនឹងរងចាំទស្សនានៅរឿងថ្មីៗបន្តទៀតដោយធ្វើការសម្រាយពីខ្ញុំបាទសូមអរគុណសូមជម្រាបលា